còn tập ba video máu nhưngแต่ទាំងអស់គ្នានឹងកំពុងតែចង់ជេរខ្ញុំហីហើយខ្ញុំអត់ដឹងទេថាអ្នកទាំងអស់គ្នាឃើញវីដេអូនេះនៅម៉ោងប្រហែលប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់នៅក្នុងវីដេអូនេះគឺថាខ្ញុំបានរកឃើញកន្លែងលក់បុកល្ហុងមកកន្លែងដែលមានរសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ទៀតបុកល្ហុងគឺជាមុខម្ហូបមួយដែលបងប្អូនអាស៊ីយើងគឺនិយមចូលចិត្តញ៉ាំខ្លាំងមែនទែនជាពិសេសគឺម្ទេសនឹងហ្មងតែញ៉ាំបុកល្ហុងគឺត្រូវការដាក់ម្ទេសឲ្យច្រើនទៅឆ្ងាញ់ស្ដាយដូចវីដេអូខ្ញុំអញ្ចឹងមកត្បាល់នឹងម្ទេសប្រហែលជាខ្ទង់50គ្រាប់ជាងអ្នកទាំងអស់គ្នាអ្នកបុកឡើងគាត់ឈួលឡើងគាត់ឆ្លក់ហ្មងហើយបុកល្ហុងមួយនេះអ្នកទាំងអស់គ្នានៅតាម street food ទេប៉ុន្តែអ្នកលក់គាត់ខ្វល់លេយើងឆ្លាញ់ម្ទេសប៉ុណ្ណាយើងចង់បានគ្រឿងដុតប៉ុណ្ណាគឺគាត់ដាក់ឲ្យយើងអត់មានថាមគ្រឿងអត់មានរីគ្រឿងទេអ្វីដែលសំខាន់ជាងនឹងទៅទៀតបុកល្ហុងរបស់គាត់គឺញ៉ាំជាមួយនឹងតកូនស្រីនឹងឆ្ងាញ់ខ្លាំងមែនតើហ្មងបងប្អូនទាំងអស់គ្នាអ្នកគ្នាបើចង់ទៅញ៉ាំបុកល្ហុងខ្ញុំរីខមមិនកន្លែងហ្នឹងហ្មងហើយបើថាញ៉ាំអត់ឆ្ងាញ់ខ្ញុំបានទាំងអស់គ្នាធាក់ខ្ញុំពីរបីជើងក៏បានហើយអ្នកទាំងអស់គ្នាជឿមុខម្ហូបដែលមាននៅលើតុហ្នឹងសិតតែមួយចាន10000ទាំងអស់ដំបូងខ្ញុំថាមកដើរលេងទេអាកន្លែង Walking Street គេអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំដើរចោលដើរឡើងឃើញ Street Food គេកន្លែងនេះតំណងខ្លាំងមែនតើហ្មងហើយនៅហ្នឹងមិនមែនមានតែបុកល្ហុងទេណាមានទាំងបុកល្ហុងមានទាំងម្ហូបកំងមានទាំងសាច់អាំងមានទាំងសាច់ចកាមានទាំងបាយតំណើបហើយមានត្រជាក់ទៀតណាអ្នកគ្នាមែនណាហើយម្ហូបមកតែ2 3មុខហើយគ្នាពីរនាក់ខ្ញុំញ៉ាំឡើងចង់បាយពូហើយញ៉ាំឲ្យសល់បានខ្ចប់ទៅផ្ទះទៀតអញ្ចឹងអ្នកដែលគាត់ចង់ញ៉ាំអីអស់តិចហើយមានគ្នាច្រើនណាខ្ញុំរីខមមិនឲ្យគាត់មកកន្លែងហ្នឹងតែម្ដងនៅម្ដុំផ្សារកណ្ដាលឥឡូវចាំបាញ់និយាយច្រើនណាអ្នកទាំងអស់គ្នាមើលតែខ្ញុំញ៉ាំមើលគឺថាតំណងខ្លាំងប៉ុណ្ណាហើយឆ្ងាញ់ខ្លាំងខ្ញុំញ៉ាំហើយខ្ញុំមកផ្ទះខ្ញុំ voice over វិញហ្នឹងគឺខ្ញុំឃ្លានឡើងវិញទៀតហើយខ្ញុំហ៊ាននិយាយថាបុកល្ហុងកន្លែងគាត់នេះគឺខុសពីកន្លែងផ្សេងទាំងអស់តែម្ដងអ្នកទាំងគ្នាហើយនិយាយថាគ្រូសមុទ្រជាមួយនឹងសាច់គាត់គឺថាស្រស់រហងៃហ្មងហើយកន្លែងគាត់លក់ហ្នឹងទុកមានតែ2ណាថាទៅមិនទាន់អត់មានកន្លែងអង្គុយទេចាំតែប៉ុណ្្នឹងឯងបុកល្ហុងគាត់នេះហើយខ្ញុំញ៉ាំជាមួយនឹងតកូនស្រីដែលខ្ញុំបានឃើញទៅខំទៅជប់គឺថាឆ្ងាញ់ខ្លាំងមែនតើហើយគប់ជាមួយនឹងសាច់អាំងដាក់ចូលមួយម៉ាត់ទៀតមកអូយអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនបើសិនតែចង់ញ៉ាំបុកល្ហុងហើយចង់រកកន្លែងមុខម្ហូបមានតម្លៃធូរអាចមកកន្លែងគាត់បានមិនចេះតែនិយាយណាអ្នកទាំងអស់គ្នាឆាងាយ7ទុំរបស់គាត់គឺ the best តែម្ដងហើយជាមួយនឹងកង្កែបឆាគ្រឿងលីខ្យងនេះខ្ញុំឲ្យលេខ1ហ្មងហើយឃើញច្រើនអញ្ចឹងតិចគិតថាថ្លៃអត់ថ្លៃទេអ្នកគ្នាមួយចាន10000នេះខ្ញុំហៅតែ3មុខហើយទាំងសាច់អាំង4មុខទៀតណាពីរអ្នកខ្ញុំគឺញ៉ាំអត់អស់ទេខ្ញុំខ្ចប់បានយកទៅផ្ទះថាអីហូបតទៀតហើយបើកន្លែងនេះវិញអ្នកទាំងអស់គ្នាងាវគេមកគ្រាប់បកមកគឺខ្លឹមហ្មងសាច់ឲ្យទៅលុកឥឡូវកន្លែងនេះចូលដល់វគ្គសំខាន់ណាស់អ្នកទាំងអស់គ្នាខ្ញុំចង់ challenge រោមមុខអ្នកដែលគាត់ហ៊ានញ៉ាំម្ទេស50គ្រាប់មួយខ្ញុំទទួលបានលុយចំនួន100,000 រៀលមើលបងប្អូនទាំងអស់គ្នាហ៊ានអត់តែមើលនឹងបងប្អូនទាំងអស់គ្នាចង់ challenge ណាមើលអ្នកនៅក្នុងវីដេអូសិននៅគាត់បាន challenge មុនហើយgiải là bọn đông nhâm làm một tên làm tròn có hỏi ở đây bị khỏi này bị khỏi một tên làm tròn nhỉ ở đây nhâm có nhâm bạn có 10 men ở đây cho em 10 có 5 bên ăn thao lọ ching đây rồi giờ thao nhá nhâm 10 ở đúng món gì hay không còn món nó không ở đây bờ nhâm có hơi thì ao với lên thử vô một quanh chân từ hồ bóng ô này để con trở lại nhâm một tay mũi nhông bờ nhâm cho lên nhâm một tay quanh là không còn hơi mà hốt ha còn hơi giờ các bạn ăn nhậu thì trong các bạn hơi các bạn ăn hơi các bạn tay trong trở lại mũi nhông vô lên tập mơn với các bạn hay mơn á nhông nhâm một tay trời là không lấy nhâm một tay chặt hai sợi bây giờ hai cái đấy hai chục nấm như hàng tờ tùng nhông đặt một tay tận ọc trong một bông trong mơn có mơn ôi trời ơi có mơn mà đồ kia mà ơi mà tụiนี้ยังจังแต่แม่ទាំងអស់គ្នាថាអញ្ចេះមុខម្ហូបលើតុរបស់ខ្ញុំមកមុខណាក៏10000ដែរហើយទីតាំងរបស់គាត់គឺងាយស្រួលហៅឯងជីពិសាកណ្ដាលមកផ្លូវ13តែ144គឺថានិយាយថាវីអូនេះហិលអត់បាត់សោះហ្នឹងហើយចង់ challenge មួយខ្ញុំហ៎រត់ដល់អត់ដែរចេះញ៉ាំម្ទេសដាក់តែមួយគ្រាប់ក៏ហោះដែរលើកនេះ50គ្រាប់ហ៊ានញ៉ាំពីវាម៉ាត់ហិលជាប់ដល់ឥឡូវហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ challenge មួយខ្ញុំមក comment ខាងក្រោមទាំងអស់គ្នាណា